ขณะជាបឋមសូមក្រាបថ្វាយបង្គំគុណចាស់គ្រប់ព្រះអង្គដែលជាសាមណសិស្សសួស្តីបងប្អូនសិស្សានុសិស្សជាទីរាប់អានបាទថ្ងៃយើងមកជួបគ្នាសារជាថ្មីម្ដងទៀតតទៅសំណេរបែបបញ្យលដែលមានប្រធានថាយុវជនម្នាក់បាទត្រូវមានជំនាញមួយនេះគឺជាប្រធានបទវាជាប្រធានបទបែបទស្សនៈបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងនឹងសិក្សាតែម្ដងតែក៏បង្ហាញពីអ្នកស្រីដែរគឺលោកគ្រូកានស្រួយណាសរសេរសំណេរនឹងលោកគ្រូគាត់នឹងលើកយកមកបង្ហាញបន្ថែមអញ្ចឹងបងប្អូនចង់ដឹងពីរបៀបរបបនៃការសរសេរការប្រើប្រាស់ឃ្លាភ្ជាប់សេចក្តីការប្រើប្រាស់ឃ្លាពីល្បះមួយទៅល្បះមួយយ៉ាងណាបងប្អូនអាចមកតាមដាននឹងមេរៀនវីដេអូនេះបានណាព្រោះតើតែយើងសិក្សាឲ្យបានច្រើនសំណេរទៅយើងអាចសរសេរបានយើងជឿមើលនៅក្នុងផ្ដាមសេចក្តីនេះគាត់សរសេរពីរណាយើងអាចសរសេរយកមួយនេះក៏បានណាយកមួយនេះក៏បាននឹងផ្ដាមណាគាត់សរសេរពីចំណុចអញ្ចឹងយើងអាចយកខាងលើមកភ្ជាប់ជាមួយនឹងចំណោទបញ្ហាហ្នឹងក៏បានយើងយកអាក្រោមហ្នឹងភ្ជាប់ជាមួយចំណោទបញ្ហាហ្នឹងក៏បានយើងមើលក្នុងផ្ដាមទី1យើងមានលំនាំនឹងចំណូលមនុស្សប្រុសស្រីគ្រប់រូបដែលពេញវ័យមិនថានៅក្នុងសម័យកាលណាមួយទេពួកគេត្រូវតែមានសមត្ថភាពមានបំណិនលើផ្នែកអ្វីមួយឲ្យប្រកបវិជ្ជាបាទនេះគឺជាការលំនាំទាញទៅរកប្រធានបទហើយដែលហេតុថាការមានបំណិនឬមានសមត្ថភាពនេះជាដើមទុនដ៏សំខាន់ក្នុងការទ្រទ្រង់ជីវិតរស់នៅធ្វើឲ្យពួកគេមានសុភមង្គលហើយក៏ដូចជាដើម្បីរួមចំណែកកសាងសង្គមជាតិឲ្យរីកចម្រើនដែរបាទធម្មតាយើងហៅថាមនុស្សប្រជាពលរដ្ឋគឺជាសរសៃឈាមរបស់សង្គមកាលណាបើប្រជាពលរដ្ឋមានចំណេះដឹងហៅថាសរសៃឈាមដែលมันមានជាតិខ្លាញ់มันមានអីរុំណាជាសរសៃឈាមដែលល្អអញ្ចឹងគឺទាមទារឲ្យប្រជាពលរដ្ឋមានចំណេះដឹងរួចហើយយើងចូលដល់ចំណូលបញ្ហាស្វ័យហេតុនេះហើយទើបមានទស្សនៈមួយលើកឡើងថាយុវជនម្នាក់ត្រូវមានជំនាញមួយអាហ្នឹងគឺជាលំនាំនឹងចំណូលបញ្ហាមួយបងប្អូនអាចសេប៉ុណ្ណឹងក៏បានចូលដល់លំនាំនឹងចំណុចបញ្ហាដដែលទេនឹងយើងមើលទៅការវិវត្តនៃសង្គមជាតិនាពេលបច្ចុប្បន្នមានសន្ទុះលឿនខ្លាំងណាស់ដូច្នេះហើយយុវជនប្រុសស្រីទូទៅដែលរស់នៅក្នុងសង្គមគឺទាមទារឲ្យពួកគេមានសមត្ថភាពមានជំនាញលើផ្នែកណាមួយប្រកបដោយភាពច្បាស់លាស់អានេះគឺជាលំនាំបញ្ហានៅក្នុងប្រធានមួយដែរកាលណាជនប្រុសស្រីឬយុវជនទាំងនោះមានជំនាញឬបំណិនមួយដោយម៉ាត់ឆាត់ហើយនោះពួកគេម្នាក់ប្រកាសជាមានជីវិតរស់នៅដោយសំណុកសុខស្រួលជាមិនខានបាទអញ្ចឹងកាលណាបើមនុស្សមានជំនាញមានចំណេះដឹងពិតប្រាកដការរស់នៅរបស់គេប្រកាសជាប្រកបដោយសេចក្តីសុខព្រោះថាគាត់អាចមានការងារល្អធ្វើមានប្រាក់ចំណូលសមរម្យអាស្រ័យហេតុនេះហើយទើបមានទស្សនៈក្នុងវិស័យអប់រំមួយលើកឡើងថាយុវជនម្នាក់ត្រូវមានជំនាញមួយបាទអញ្ចឹងនៅក្នុងនោះលោកគ្រូបញ្ជាក់អញ្ចឹងគាត់ទៅសេ2ណាបាទគាត់សរសេរ2គឺខាងលើនេះគឺអាចថាជាផ្ដើមសេចក្តីដែលមាន2ចំណុចគឺលំនាំនិងចំណូលរួចហើយនេះក៏មានលំនាំហើយនិងចំណូលបន្ទាប់មកគឺយើងយកចំណោទនេះបាទយើងចំណោទតែម្ដងតើទស្សនៈខាងលើមានអត្ថន័យដូចម្តេចខ្លះនេះគឺជាសំណួរបែបបញ្យលណាពីគុណចាស់លោកព្រះអង្គដែលបានសិក្សាជាមួយខ្ញុំកណាខ្ញុំណាតែបញ្ជាក់ហើយកុំឲ្យចោទសួរសំណួរបែបសំណេរបែបបញ្យលទៅចោទសួរតាមបែបពិភាក្សាពេលខ្លះច្រឡំជាមួយនឹងប្រធានបែបពិភាក្សាពេលយើងចោទសួរណាយើងចូលដល់ក្នុងតួសេចក្តីវាមានឃ្លាភ្ជាប់សេចក្តីណាដើម្បីជំនួយក្នុងការបកស្រាយទស្សនៈខាងលើបានបោះក្បាយយើងក៏បីយល់នៃពាក្យកន្លឹះណានៃពាក្យកន្លឹះជាមុនសិនណានៅក្នុងនោះបញ្យល់ពាក្យយុវជនណាយើងយុវជនមានន័យថាម៉េចគឺជនពេញវ័យណាមនុស្សកំឡោះក្រមុំជនពេញដោយកម្លាំងកាយនិងកម្លាំងបញ្ញាប្រកបដោយសិលធម៌ជំនាញជំនាញណានៅក្នុងនេះជំនាញគាត់បញ្យល់ពាក្យជំនាញសំដៅដល់មុខរបរបំណិនឯកទេសដែលចេះច្បាស់អាចប្រើការកើតអញ្ចឹងនៅក្នុងហ្នឹងពាក្យទៅពាក្យយុវជននេះពាក្យយុវជនអញ្ចឹងបងប្អូនអាចពេលបងប្អូនបញ្យល់ពាក្យហ្នឹងគឺយើងអាចថាយកពាក្យផ្សេងពាក្យទាំងអស់ហ្នឹងឲ្យយកទៅប្រើជំនួសគ្នាម្ដងអ្នកកុំឲ្យយើងប្រើពាក្យដែលក្នុងនេះដូចចឹងដែរជំនាញគឺគេអាចថាមានន័យថាអីគេមុខរបរបំណិនឯកទេសដែលគេចេះប្រកាសឲ្យប្រើបានទៅបន្ទាប់មកយើងចូលដល់ពន្យល់នៃប្រធានដូច្នេះប្រធានខាងលើមានន័យថាជនប្រុសស្រីពេញវ័យគ្រប់រូបដែលមានកម្លាំងពលំប្រាជ្ញាមុះមាំត្រូវមានសមត្ថភាពមានបំណិនប្រសពលើមុខរបរការងារឯកទេសណាមួយឲ្យប្រកាសច្បាស់និងមានក្រមសីលធម៌ល្អបាទអញ្ចឹងគឺមានចំណេះហើយមានក្រមសីលធម៌ទៀតណាក្នុងហ្នឹងណាអញ្ចឹងយើងបានបញ្ចប់នៅក្នុងកថាខណ្ឌទី1នៃតួសេចក្តីហើយដែលមាន3ចំណុចគឺព្រៀបជាប់សេចក្តីពន្យល់ពាក្យកន្លឹះនិងពន្យល់នៃប្រធានឥឡូវយើងចូលដល់កថាខណ្ឌទី2នៃតួសេចក្តីគឺចូលដល់ក្នុងការបកស្រាយគំនិតសំខាន់
ការបញ្យលការបកស្រាយប្រធាននេះក៏បកស្រាយក៏សំខាន់ឬការបង្ហាញមិនសំខាន់ជាការពិតណាស់ជំនាញឬអាជីពគឺផ្នែកមួយដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់មនុស្សយើងម្នាក់ៗដែលមិនអាចខ្វះខាតបានឡើយហើយវាកាន់តែចាំបាច់សម្រាប់ក្រុមយុវជននេះតែម្ដងជំនាញនេះទៀតសោតត្រូវបានគេបែងចែកចេញជាពីរប្រភេទគឺជំនាញទន់និងជំនាញរឹងបាទអញ្ចឹងគេថាជំនាញទន់ជំនាញ soft skill និង hard skill ណាភាសាអង់គ្លេសថា soft skill និង hard skill នៅជំនាញទន់ជំនាញរឹងជំនាញទន់គឺសំដៅទៅលើការទំនាក់ទំនងជំនាញរឹងគឺសំដៅទៅឯកទេសនឹងឯងសម្រាប់ជំនាញរឹងវាជាជំនាញមួយដែលមានលក្ខណៈជាឯកទេសឬជាលក្ខណៈបច្ចេកទេសនិងវិជ្ជាជីវៈណាមួយច្បាស់លាស់ដូចជាជំនាញខាងអក្សរសាស្ត្រអក្សរសិល្ប៍ភាសាវិទ្យាសិល្បៈស្មូតចម្រៀងសិល្បៈស្មូតច្រៀងការលេងឧបករណ៍តន្ត្រីហត្ថកម្មជំនាញជួសជុលគ្រឿងអេឡិចត្រូនិកបើកបររថយន្តជំនាញ computer សេដ្ឋកិច្ចកសិកម្មពាណិជ្ជកម្មជាដើមអាហ្នឹងគឺសុទ្ធតែជាឯកទេសហៅថាជំនាញរឹងឬក៏ហៅថា hard skill ជំនាញនេះងាយស្រួលក្នុងការបណ្ដុះបណ្ដាលតាមរយៈការសិក្សារៀនសូត្រនៅក្នុងថ្នាក់គ្រប់កម្រិតរៀនតាមបែប digital រៀនតាមសៀវភៅវីដេអូនិងឯកសារបណ្ដុះបណ្ដាលផ្សេងៗទៀតហ្នឹងគឺជំនាញរឹងគឺបណ្ដុះបណ្ដាលបែបហ្នឹងជំនាញរឹងគឺងាយស្រួលក្នុងការបញ្ជាក់និងបង្ហាញឲ្យឃើញថាយុវជនពិតជាមានជំនាញនោះមែនរីឯជំនាញទន់វិញជាជំនាញមួយបែបដែលមានលក្ខណៈជាសិល្បៈនៃការធ្វើអ្វីមួយប្រកបដោយភាពច្នៃប្រឌិតនិងជាលក្ខណៈចិត្តសាស្ត្រច្រើនជាងជំនាញរឹងបាទជំនាញទន់មានដូចជាជំនាញនៃការទំនាក់ទំនងការស្ដាប់ការតស៊ូមតិការលើកទឹកចិត្តការនិយាយជាសាធារណៈភាពជាអ្នកដឹកនាំភាពបត់បែនការចេះច្នៃប្រឌិតការចេះដោះស្រាយបញ្ហាការគ្រប់គ្រងការបែងចែកពេលវេលាការធ្វើការងារជាក្រុមនិងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាទនេះគឺជាជំនាញហៅថាជំនាញទន់អញ្ចឹងគឺវាមានច្រើនប្រភេទមែនតើគឺមានជំនាញទំនាក់ទំនងការស្ដាប់ការតស៊ូមតិដែលសពថ្ងៃនេះគឺសាលាឯកជនជាច្រើនគឺតែងតែបង្ហាញពីការប្រកួតប្រជែងការធ្វើ debate មានថាជជែកដេញដោលជាលក្ខណៈសាធារណៈណាមានសាលាឯកជនដូចជាសាលា Belty សាលាAS សាលា Westline សាលាអីជាដើមហ្នឹងគឺមានការប្រកួតប្រជែងគ្នាចេញដល់ច្រើនណាផ្ទុយពីជំនាញរឹងជំនាញទន់គឺពិបាកនឹងធ្វើការបង្ហាញឬបញ្ជាក់ពីសមត្ថភាពរបស់យុវជនក្នុងជំនាញទាំងនេះណាជំនាញនេះដែលពិបាកក្នុងការបណ្ដុះបណ្ដាលនិងមិនងាយក្នុងការចាប់យកចំណេះដឹងឡើយពីព្រោះវាមានលក្ខណៈអរូបីហើយប្រែប្រួលជានិច្ចតាមចរិតលក្ខណៈរបស់យុវជនម្នាក់ៗថែមទៀតផងហេតុនេះហើយយុវជនគ្រប់រូបគួរក៏បីចាប់យកជំនាញមួយឬអាចលើសពីមួយដូចរៀបរាប់ខាងលើឲ្យប្រតិចាក់គេថាឲ្យប្រកបទេណាបើកាលណាយុវជនប្រុសស្រីមានជំនាញលើផ្នែកណាមួយច្បាស់នោះប្រកបណាស់ពួកគេនឹងមានការងារល្អត្រឹមត្រូវពិតប្រាកដពួកគេលែងរស់នៅដោយពឹងលើម្ដាយឪពុកឬអ្នកដទៃទៀតជាចម្បងទៀតហើយម្យ៉ាងទៀតបាទគឺនេះ clear ទាំងអស់ហ្នឹងគ្រូតែប្រាប់ហើយគឺជា clear ដែលបងប្អូនត្រូវប្រើនៅពេលដែលបន្តពីល្បះមួយទៅល្បះមួយណាជំនាញដដែលនេះក៏អាចញ៉ាំងឲ្យយុវជនមានជីវភាពធូរធារធ្វើឲ្យជីវិតមាននិរន្តរភាពនិងមានសុភមង្គលព្រមជាមួយគ្នានេះដែរការមានជំនាញមួយធ្វើឲ្យយុវជនមានកិត្តិយសកេរ្តិ៍ឈ្មោះសេចក្តីថ្លៃថ្នូរនាំឲ្យខ្លួនគេម្នាក់ៗនិងគ្រួសាររស់នៅដោយសុខដុមរមនាជាពិសេសទៅទៀតបាទនេះ clear នេះក៏យ៉ាងដែរជាពិសេសទៅទៀតនោះជំនាញនេះវានាំមកនៅការឲ្យតម្លៃខ្ពស់ពីសង្គមមកលើយុវជនហើយក៏ជាកត្តាជំរុញនាំឲ្យសង្គមជាតិមានការអភិវឌ្ឍតាមទិសដៅត្រឹមត្រូវជានិច្ចហើយជានិច្ចដែរជាក់ស្ដែងពេល clear ជាក់ស្ដែងនេះគឺភាគច្រើនគឺបង្ហាញអំពីការលើកឧទាហរណ៍ណាជាក់ស្ដែងគឺជា clear លើកឧទាហរណ៍ក្នុងស្នាដៃអក្សរសិល្ប៍រឿងទុំទាវរបស់ព្រះបទុមថែសោមយើងឃើញថាតួអង្គទុំនិងពេជ្រសុទ្ធតែជាប្រសង់ជាសមណៈដែលមានជំនាញប្រកបប្រជាពួកគេទាំងពីរចេះធ្វើតោកជាជំនាញហត្ថកម្មហើយនៅមានជំនាញពិសេសផ្ទាល់ខ្លួនមួយទៀតគឺនេនទុំពូកែខាងស្មូតច្រៀងឯនេនពេជ្រវិញប៉ិនប្រសពខាងផ្លុំប៉ីខាងភ្លេងតាមរយៈជំនាញទាំងនេះហើយក្រោយមកពួកគេត្រូវព្រះរាមាជាព្រះមហាក្សត្រក្រុងលង្វែកជ្រើសរើសឲ្យធ្វើជាមន្ត្រីនៅក្នុងវាំងទៀតផងបាទហ្នឹងដោយសារតែមានជំនាញ
ច្បាស់លាស់ពិតប្រាកដអញ្ចឹងណាស្រដៀងគ្នានេះបើយើងពិនិត្យមើលនៅក្នុងវណ្ណកម្មរឿងក្បូនជីវិតតួអង្គចម្រុងគឺជាវិចិត្រករជំនាញគូររូបមានភាពល្បីល្បាញខ្លាំងហើយដែលទើបនឹងចេញពីសាលាទិសាបមកចំណែកភូរិនជាមិត្តរបស់គេវិញក៏មានជំនាញមួយដ៏វិសេសដែរនោះគឺខាងដាប់ឆ្លាក់ឈើហើយរទេះដែលចេញពីរោងជាងរបស់គាត់ត្រូវគេទទួលស្គាល់និងលក់ដាច់ខ្លាំងជាងគេអានេះគាត់ថាមនុស្សតន់តែមានឯកទេសនិងមានជំនាញមួយច្បាស់លាស់ណាទើបងាយស្រួលនឹងការប្រកបរបរtrongជីវិតទន្ទឹមនឹងនេះក្នុងស្នាដៃនេះពាក្យទន្ទឹមនេះគឺសុទ្ធតែ clear ដែលយើងគួរប្រើនៅពេលដែលបង្ហាញពីឧទាហរណ៍ក្នុងស្នាដៃរឿងសឹមដាក់បរឡានយើងឃើញថាតួអង្គសឹមគេមានជំនាញខាងបើកបររថយន្តតួយ៉ាងសឹមតែងបើកបររថយន្តជូនលោកចៅហ្វាយទៅធ្វើការជូនកូនលោកចៅហ្វាយទៅសាលារៀននិងជូនក្រុមគ្រួសារលោកចៅហ្វាយទៅកំសាន្តនៅភ្នំពេញទៅមកប្រកបដោយសុវត្ថិភាពប្រហាក់ប្រហែលគ្នានេះនៅក្នុងរឿងតេជោយ៉តក៏បានបញ្ជាក់អំពីយុវជនដែលត្រូវការជាចាំបាច់នៅជំនាញមួយដ៏ច្បាស់លាស់ដែរយ៉ាងណាមិញតួអង្គយ៉តគេមានជំនាញមួយដ៏ប្រសើរគឺជំនាញក្នុងភាពជាអ្នកដឹកនាំដោយដែលយើងឃើញស្រាប់នៅក្នុងដំណើររឿងបន្ទាប់ពីយ៉តទទួលងារជាតេជោរៀមរាជហើយត្រូវព្រះជ័យជាស្ដាបញ្ជាហើយទៅបង្ក្រាបមេបះបោសៀមយ៉តបានសួរនាំសហការីចាស់ពីមូលហេតុដែលធ្វើសង្គ្រាមចាញ់ហើយបូករួមនឹងរបៀបដឹកនាំទ័ពយ៉ាងម៉ឺងម៉ាត់ដោយតម្រូវឲ្យកងទ័ពត្រូវតែស្ដាប់មេទ័ពផងនោះទីបំផុតយ៉តបានដឹកនាំទ័ពបង្ក្រាបការបះបោររបស់ពួកសៀមឈ្លានពានប្រកបដោយជោគជ័យហ្នឹងគឺយើងឃើញនៅក្នុងការលើកឧទាហរណ៍គាត់លើកទៅបានច្រើនអញ្ចឹងបងប្អូនត្រូវព្យាយាមអានអត្ថបទរឿងប្រឡំលោកបានច្រើនដើម្បីងាយស្រួលក្នុងការលើកឧទាហរណ៍សរុបសេចក្តីមកជនប្រុសស្រីដែលជាយុវជនគ្រប់រូបត្រូវតែមានជំនាញឬអាជីពមុខរបរអ្វីមួយឲ្យប្រកបទោះជំនាញនោះមានលក្ខណៈជាបច្ចេកទេសចិត្តសាស្ត្រឬវិជ្ជាជីវៈតទៅនឹងខាងស្ថាបត្យកម្មហត្ថកម្មសិល្បៈស្មូតច្រៀងឧបករណ៍តន្ត្រីសេដ្ឋកិច្ចកសិកម្មក្តីឬពាក់ព័ន្ធនឹងជំនាញខាងទំនាក់ទំនងការតស៊ូមតិភាពជាអ្នកដឹកនាំជាដើមក្តីអញ្ចឹងគឺត្រូវតែមានជំនាញមួយតែម្ដងណាអានេះគឺជាការសរុបនៅក្នុងតួសេចក្តីដែរអញ្ចឹងយើងត្រូវប្រើពាក្យសរុបហ្នឹងយើងចុះដើមបន្តដែរណាចូលដល់បញ្ចប់សេចក្តីយើងចុះដើមបន្តទៀតឆ្លងតាមការបកស្រាយប្រធានខាងលើមានអត្ថន័យគ្រប់គ្រាន់និងបានដាស់តឿនផ្ដល់នូវតម្លៃអប់រំយ៉ាងប្រកបដល់យុវជនប្រុសស្រីទៅឲ្យទូទៅឲ្យចេះស្វែងរកជំនាញអ្វីមួយស្របតាមសមត្ថភាពនិងចំណង់ចំណូលចិត្តរបស់ខ្លួនសម្រាប់ជីវិតរស់នៅក៏ដូចជាដើម្បីចូលរួមកសាងសង្គមជាតិទាំងអស់គ្នាបាទអញ្ចឹងគឺក្នុងប្រធានបទនេះគឺតម្រូវអប់រំបានល្អគឺថាចង់ឲ្យយើងមនុស្សម្នាក់ៗណាត្រូវមានចំណេះជំនាញហើយការជ្រើសរើសជំនាញហ្នឹងគឺត្រូវតែជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនមិនមែនធ្វើទៅតាមមិត្តភ័ក្តិមិនមែនធ្វើទៅតាមការបង្ខិតបង្ខំរបស់អាណាព្យាបាលឬក៏ឪពុកម្ដាយឬក៏បងប្អូនទេដូច្នេះក្នុងនាមយើងជាយុវជនម្នាក់ត្រូវតែខិតខំរៀនសូត្រឲ្យមានចំណេះដឹងគ្រប់គ្រាន់ហើយតាមរយៈចំណេះដឹងទាំងនោះត្រូវចេះចាប់យកជំនាញណាមួយពិតប្រាកដសមស្របតាមសមត្ថភាពរបស់ខ្លួនបាទនេះគឺជាការបញ្ញាចិត្តរបស់អ្នកសរសេរនឹងឯងអញ្ចឹងសំណេរនេះគឺមានលក្ខណៈល្អប្រសើរបងប្អូនអាចយកជាគតិបានអញ្ចឹងមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា